សួស្តីអ្នកគ្នានឹងខ្ញុំមកសម្រាយរឿងអភិវឌ្ឍភាគបន្តភាគ3នឹងខ្ញុំសម្រាយភ្ជាប់ភាគគ្នាអញ្ចឹងណាហើយសិស្សកំពុងតែនិយាយគ្នាសុខលោកគ្រូម្នាក់បានចូលមកបង្រៀនហើយនិយាយថាអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីនៅទីនោះរយៈពេលយូរហើយចាប់តាំងពីកណ្ដឹងរោប្រញាប់ទៅអង្គុយកន្លែងរបស់ខ្លួនរៀងទៅពួកឯងមិនបានបើកម្ដៅសោះទេហើយអ្វីបានជាវាត្រជាក់ខ្លាំងម្ល៉េះពេលនោះក៏មានសិស្សម្នាក់បានឆ្លើយទៅវិញថាព្រោះតែបរិយាកាសនៅទីនេះត្រជាក់ដូចទឹកកកអញ្ចឹងលោកគ្រូមកអៀងវិញអៀងកំពុងតែគិតថាខ្ញុំដឹងថាក្មេងៗក្រោមថ្នាក់យើងគឺជាមូលហេតុបន្តិចមែនប៉ុន្តែពួកគេមិនមានបំណងអាក្រក់នោះទេគាត់មិនចាំបាច់ធ្វើដល់ថ្នាក់នោះក៏បានគេក៏បន្តគិតទៀតថាគាត់ភ័យពេញមួយពេលនេះវានឹងពិបាកសម្រាប់គាត់ក្នុងការសម្របខ្លួនគាត់មិនស្គាល់នរណាម្នាក់ទេហើយគាត់បានចូលរៀនយូរទៀតខ្ញុំក៏គិតថាគាត់នឹងដោះស្រាយវាដោយខ្លួនឯងបានវាមិនមែនជារឿងរបស់ខ្ញុំទេខ្ញុំមិនអូនត្អែងទេប្រសិនបើគាត់បង្វែរចំណាអារម្មណ៍ចេញពីខ្ញុំតោះយើងកลับមកនៅពេលអ៊ីននៅផ្ទះវិញហើយសំឡេងរបស់ម្ដាយគេបាននិយាយថាគាត់សម្លាញ់ពេលនោះអ៊ីនបានឆ្លើយថាបាទមានការអីមែនម្ដាយអ៊ីនបានបន្តនិយាយទៀតថាយប់នេះខ្ញុំត្រូវចូលរួមអាហារពេលល្ងាចរបស់ពិធីអីដូច្នេះខ្ញុំប្រហែលជាត្រឡប់មកវិញយឺតពេលនោះហើយអ៊ីនបានតបទៅវិញថាអ្នកនៅតែទៅចូលរួមកម្មវិធីទាំងនោះទៀតឬខ្ញុំឆ្ងល់ថាហេតុអ្វីបានជាប្រហែលថ្ងៃនេះអ្នករវល់តែលេងទូរស័ព្ទខ្លាំងម្ល៉េះម៉ារបស់អ៊ីនតបទៅអ៊ីនវិញថាខ្ញុំមិនចង់ទៅទេព្រោះខ្ញុំរវល់នឹងការងារតែពួកគេបានតាក់ទងមកខ្ញុំហើយចេះតែនិយាយថាពួកគេពិតជាចង់ឲ្យម្ដាយរបស់អ៊ីនទៅចូលរួមវាពិបាកនឹងបដិសេធដូច្នេះខ្ញុំក៏និយាយថាខ្ញុំនឹងទៅលុះត្រាតែខ្ញុំមានពេលអ៊ីនឮម្ដាយខ្លួននិយាយបែបហ្នឹងហើយក៏បានគិតក្នុងចិត្តថាការមានកូនប្រុសល្បីឈ្មោះក៏មានបញ្ហាផ្ទាល់ខ្លួនរបស់គេដែរហាមើលទៅក៏អារម្មណ៍ល្អហើយអ៊ីនបានតតមកគេថាហេតុអ្វីមិនទៅចូលរួមក្រុមហ៊ុនសិល្បៈទៅខ្ញុំទៅសាលាឥឡូវនេះហើយម៉ាក់គេបានឆ្លើយទុំវិញថាខ្ញុំគ្រាន់តែលេងសើចទេសប្បាយនឹងការរៀនណាអ៊ីនបានងាកក្រោយឆ្លើយទៅម៉ាក់គេវិញថាកុំធ្វើចរិតក្មេងៗនៅអាហារពេលល្ងាចហើយកុំផឹកស្រាណាតែគេបានឆ្លើយទៅវិញថាមិនអីទេប្រញាប់ទៅសាលាទៅប្រយ័ត្នមិនទៅរៀនមិនទាន់ម៉ោងពេលដែលអ៊ីនដើរទៅសាលារៀនហើយគេក៏បានគិតមិនដាល់ថាមើលទៅថ្ងៃនេះខ្ញុំប្រហែលជាត្រូវញ៉ាំអាហារពេលល្ងាចម្នាក់ឯងហើយនៅពេលអ៊ីនកំពុងដើរបណ្ដើរកិនបណ្ដើរនោះក៏មានសំឡេងចេញពីខាងក្នុងអ្នកដែលនៅខាងក្នុងនោះបាននិយាយថាអាយយាយទីសក់ខ្ញុំណែនពេកហើយម្នាក់ទៀតបានឆ្លើយទៅវិញថាឆោឯនឹងត្រូវធ្វើបែបនេះទៅវាមិនធ្លាយចេញនៅពេលដែលអ៊ីនឮបែបនេះហើយគេបានគិតក្នុងចិត្តទៀតថាបន្ទប់ក្បែរបង្អួចក្នុងអាផាតមិននេះពិតជាមិនបានសំឡេងសោះសំណាងល្អណារ៉ាពេលដែលអ៊ីនកំពុងតែដើរនោះក៏មានដៃមួយបានចាប់អោបគេពីក្រោយអ្នកដែលបានអោបគេពីក្រោយនោះគឺជាមិត្តរបស់គេឈ្មោះយានហើយគេឃើញដូច្នេះហើយគេបានសួរទៅថាមានរឿងអ្វីយានបានតបទៅវិញថាខ្ញុំត្រូវគេបដិសេធទៀតហើយដូច្នេះហើយក៏សួរទៅមិត្តខ្លួនថាគេបដិសេធអ្នកបែកគ្នាជាមួយសុកជីហើយឬមិត្តរបស់គេបានឆ្លើយទៅវិញថាអត់ទេយើងបានសេពគប់គ្នាបាន3សប្តាហ៍ហើយពួកយើងនៅល្អជាមួយគ្នាទេមិនមែនជាសុកជីទេគឺក្មេងនោះណានោះគឺជាធូកុនគេនិយាយទាំងចង្អុលហើយពេលឃើញមិត្តខ្លួននិយាយចង្អុលទៅធូគុណបែបនេះហើយអៀនបាននិយាយថាឯងនិយាយលឺខ្លាំងណាស់ឥឡូវខ្សឹបធ្វើអីទៀតអៀនបាននិយាយទៀតថាខ្ញុំបានព្យាយាមនិយាយជាមួយគាត់ច្រើនដងហើយតែគាត់តែងតែឆ្លើយខ្លីៗហើយប្រាប់ឲ្យខ្ញុំទៅឲ្យបាត់អៀនលើដូច្នេះហើយក៏និយាយទៅវិញថាចុះពីលើខ្ញុំសិនទៅគិតមើលខ្លួនឯងផងថាធំប៉ុណ្ណាហើយនៅតែអោបលើខ្នងគេទៀតលបក្រោយនៅពេលដែលយើងទៅនិយាយជាមួយនឹងហ៊ូគូបានហើយយ៉ាងណាមិញនោះហើយជាមូលហេតុ390 សង់ទីម៉ែត្រក៏មានមិត្តរួមឆ្នាំពីរនាក់បានចូលមកនិយាយជាមួយធូវីថាយើងកំពុងធ្វើការប្រកួតប្រជែងដែលមនុស្សគ្រប់គ្នាត្រូវទៅរកគាត់ម្ដងម្នាក់ដើម្បីព្យាយាមនិយាយជាមួយគាត់អ្វីឈឺអ្វីដែរវាមិនចម្លើយទេមែនទេវាមិនអាក្រក់ជាភាពឆ្លាតវៃរបស់អ្នកទេអ្នកនិយាយអ្វីនេះមិនមែនជាមូលហេតុដែលគាត់បដិសេធអ្នកទេឬអ្នកគឺជានឹងគូត្រូវទេយើងអាចជួយអ្វីអ្នកបានទេ
តើអ្នករត់ចេញពីសាលាឬជង្គង់តទៅវិញថាអត់ទេហើយមនុស្សស្រីនោះក៏បន្តនិយាយទៀតថាគាត់ជាមនុស្សរឹងរូសអាក្រក់ម្នាក់ប៉ុន្តែដោយសារគាត់ឈឺខ្ញុំមិនអាចសូម្បីតែបង្រៀនមេរៀនមួយគាត់ដោយកណ្ដាប់ដៃរបស់ខ្ញុំខ្សឹបទៅនិយាយជាមួយអៀនថាយ៉ាងណាក៏ដោយខ្ញុំបានវិធីក៏បន្តិចហើយដោយឃើញរបៀបដែលគាត់មានប្រតិកម្មមិនសូវតឹងរឹងនៅលើក្មេងស្រីគាត់ប្រកាសជាទន់ជ្រាយនឹងក្មេងស្រីហើយអៀនឮដូច្នេះហើយក៏និយាយទៅកាន់យានវិញថាតើអ្នកវិភាគគាត់ដើម្បីអ្វីខ្ញុំគិតថាវាដោយសារតែសន្តិនិយមចំណូលចិត្តដែលពួកគេកំពុងរើគាត់បើអ្នកដឹងអញ្ចឹងហើយហេតុអ្វីមិនទុកគាត់ឲ្យនៅម្នាក់ឯងទៅហេតុអ្វីបានជាអ្នកមកប្រាប់ខ្ញុំរឿងនេះយើងបាននិយាយប្រាប់ទៅអៀនថាអូគ្រប់គ្នាត្រូវបានបដិសេធអស់ហើយឥឡូវនេះសល់តែឯងម្នាក់គត់អៀនឮដូច្នេះហើយក៏និយាយបដិសេធភ្លាមថាខ្ញុំមិនធ្វើវាទេយានឮអៀនបដិសេធដូច្នេះក៏បន្តនិយាយទៀតថាហេតុអ្វីមិនទៅអ្នកបាននិយាយជាមួយគាត់ច្រើនជាងខ្ញុំក្នុងចំណោមពួកយើងទាំងអស់ខ្ញុំមិនថាអីទេបើខ្ញុំគ្រាន់តែទៅនិយាយជាមួយគាត់ដោយសារការចង់ដឹងចឹងនោះទេប៉ុន្តែការចូលទៅរកដោយសារមានចេតនាលាក់កំបាំងបំណងលួចលាក់បែបនេះគឺជាភាពកក្រើនមិនសមរម្យទេអៀនបានរអ៊ូទៅប្រាប់យានថាដើមចូលរៀនជាមួយពួកយើងដែរអ្នកនឹងមិនសូវចាប់អារម្មណ៍នឹងខោតខ្លាំងប៉ុណ្ណាទេមើលទៅគាត់ហាក់ដូចជាត្រូវការពេលវេលាបន្ថែមដើម្បីសម្របខ្លួនឬគាត់មិនសូវស្រួលខ្លួនជាមួយនឹងការចាប់អារម្មណ៍ការយកចិត្តទុកដាក់ដែលអ្នកទាំងអស់គ្នាកំពុងផ្ដល់ឲ្យគាត់នោះទេតើអ្នកមិនគិតទេឬថាគាត់នឹងរឹងរៀងការពារខ្លួនកាន់តែខ្លាំងឡើងពេលដែលអ្នកទាំងអស់គ្នាបន្តធ្វើបែបនេះយានឮអៀននិយាយបែបនោះហើយគេក៏និយាយទៅថាប៉ុន្តែខ្ញុំមិនចង់ឲ្យការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាឥតប្រយោជន៍នោះទេអ្នកទាំងអស់គ្នាត្រូវហើយវាក៏ដោយសារតែពួកយើងនៅក្មេងខ្ចីមិនទាន់ពេញវ័យដែរអៀនឮបែបនោះហើយក៏ឆ្លើយតបទៅវិញថាបើអ្នកដឹងអញ្ចឹងហើយហេតុអ្វីបានជាអ្នកមិនជប់ទៅអញ្ចឹងសូមតែម្ដងទៅភ្លាមនោះគេបានរុញអៀនទៅកាន់តុរបស់ធូគួយទាំងនិយាយអៀននិយាយថាស្អីគេអៀនឆ្លើយតបទៅអៀនវិញថាតោះទៅអៀនឮដូច្នេះហើយក៏និយាយទាំងមានការភ្ញាក់ផ្អើលភ័យបន្តិចហើយថាចាំបន្តិចសិនទៅធូគុណមើលពេលដែលឃើញអ្នកទាំងពីររុញមកនៅឯខ្លួនបែបនេះហើយគេក៏ស្ងាត់មុនបន្តិចទាំងកាន់ទឹកដោះគោផឹកមិននិយាយអ្វីទាំងអស់គូពេលដែលឃើញអៀនឈរនៅមុខគេបន្តិចនោះគេក៏បាននិយាយថាលើកនេះដល់វេនអ្នកហើយឬអ្នកដែលនៅខាងថ្នាក់នោះក៏បានសម្លឹងទៅអៀនគិតក្នុងចិត្តថាសង្គមអាក្មេងពីរអស់នឹងតើនេះជារឿងកំប្លែងសម្រាប់អ្នកឬបាននិយាយទៅកាន់អៀនថាគ្រាន់តែធ្វើទៅតាមនឹងហើយឆាប់ចេញទៅខ្ញុំពិតជាធន់ខ្លាំងណាស់អៀនឮបែបនោះហើយគិតក្នុងចិត្តថាអញ្ចឹងក៏ដឹងចាប់បានហើយថាមនុស្សផ្សេងទៀតបានយករឿងនេះមកលេងសើចធ្វើជាល្បែងឆ្លើយតបទៅកាន់ធូគួនវិញថាវាកំពុងធ្វើឲ្យអ្នកមើលទំនុកក្នុងចិត្តមែនទេអ្នកផ្សេងគ្រាន់តែចង់ក្លាយជាមិត្តជាមួយអ្នកតែប៉ុណ្ណោះពួកគេមិនមានចេតនាអាក្រក់ទេប្រហែលជាព្រាហ្មណ៍នោះធូគុណបានឆ្លើយតបទៅវិញថាខ្ញុំមិនបានសួរហើយខ្ញុំក៏មិនខ្វល់ដែរប៉ុន្តែមិនអីទេតើអ្នកមិនមានអ្វីត្រូវនិយាយទេមែនទេអ្នកគួរតែឆាប់ចាក់ចេញទៅនេះហើយក៏បានគិតក្នុងចិត្តម្នាក់ឯងថាគាត់ពិតជាបានប្រាប់ឲ្យចេញទៅតាមរបៀបដែរគំរោះបំផុតដែលអាចធ្វើបានយ៉ាងណាក៏ដោយខ្ញុំក៏ត្រូវបានបដិសេធដែរដូច្នេះខ្ញុំប្រកាសថាពួកគេពេញចិត្តហើយគេក៏បានឆ្លើយទៅកាន់ធូគុណថាអអៀនក៏បន្តនិយាយទៀតថាការនៅខ្ញុំគ្មានឱកាសបាននិយាយប៉ុន្តែសូមទោសដែលអូសទាញអ្នកដែលនេះពីមុនមកខ្ញុំប្រញាប់ខ្លាំងពេករហូតដល់ខ្ញុំមិនបានគិតគូរដល់អារម្មណ៍របស់អ្នកពេលដែលធូគុណឮបែបនេះហើយគេក៏មានការញាក់បន្តិចហើយបាននិយាយទៅកាន់អៀនវិញទាំងខឹងថានោះគឺជាអ្នកមិនអញ្ចឹងឈឺដូចនរកអញ្ចឹងពិតមែន